ទឹកខ្យងល្អយ៉ាងម៉េចខ្លះសម្រាប់ស្បែកខ្ញុំសួរហើយចម្លើយគេថាជួយបាន4ចំណុចសម្រាប់ស្បែកចំណុចទី1គឺជួយរក្សាសំណើមយ៉ាងជ្រៅដោយសារតែនៅក្នុងទឹកមាត់ខ្យងវាមាន hyaluronic acid ពីធម្មជាតិបានន័យថារបស់ធម្មជាតិដែលអត់ប៉ះពាល់អញ្ចឹង hyaluronic acid នេះវាជួយរក្សាសំណើមហើយលុកសំណើមអត់ឲ្យបាត់ទេអញ្ចឹងពេលដែលបងប្អូនប្រើស្បែកបងប្អូននឹងមានសំណើមស្បែកអត់ងាយមានបញ្ហាទេហើយបើមានបញ្ហារាងកាយយើងងាយនៅក្នុងការជួសជុលឬក៏ជំរុះកោសិកាចាស់ៗហ្នឹងដើម្បីឲ្យស្បែករបស់យើងស្អាតនៅពេលដែលស្បែកមិនមានសំណើមយើងប្រឈមមុខទៅនឹងស្នាមអុចខ្មៅស្នាមជាំស្នាមអាចរុយស្នាមផ្សេងជាពិសេសគឺធ្វើឲ្យយើងអាឡែស៊ីស្បែកធ្វើឲ្យស្បែករបស់យើងឡើងក្រហមឡើងកទួលឬក៏ស្ដើងរួចហើយយើងអត់បានគិតយើងដើររងលេណាផលិតផលណាប្របាត់ស្នាមប្របាត់អីចឹងណាបងប្អូនអញ្ចឹងដំបូងបំផុតបងប្អូនគួរតែរក្សាសំណើមនៅក្នុងលេខខ្យងនេះមានទឹកមាត់ខ្យងហ្នឹងដែលមាន hyaluronic acid ពីធម្មជាតិមិនប៉ះពាល់ដល់រាងកាយឬក៏ស្បែករបស់យើងជួយរក្សាសំណើមនិងលុកសំណើមឲ្យស្បែកបងប្អូនមានសំណើមទន់រលោងភ្លឺថ្លាតឹងណែនអានេះចំណុចទី1ជួយរក្សាសំណើមចំណុចទី2ជួយជួសជុលកោសិកាស្បែកនិងបង្កើនកោសិកាស្បែកថ្មីវាប្រៀបដូចជាពស់ណាវាសក់ពេលដែលវាសក់ហើយស្បែកវាថ្មីមកគឺស្អាតបងប្អូនស្អាតអញ្ចឹងមនុស្សអត់ដូចអញ្ចឹងគាត់ថាវាជួយជួសជុលផងវាជួយបង្កើនកោសិកាថ្មីផងអញ្ចឹងវាធ្វើឲ្យជ្រុះអាកោសិកាដែលមានបញ្ហាស្នាមអុចខ្មៅស្នាមជាំស្នាមអីផ្សេងកោសិកាស្បែកដែលមិនល្អដែលមានបញ្ហាជំរុះកោសិកាស្បែកចាស់មើលទៅស្បែកមិនស្អាតអីហ្នឹងជំរុះចេញផលិតកោសិកាស្បែកថ្មីដែលយើងមើលទៅឃើញស្អាតបងប្អូនដែលធ្វើឲ្យស្បែកយើងអត់ស្អាប់ស្បែកយើងភ្លឺថ្លាជួយបន្ថយស្នាមអុចស្នាមអីផ្សេងដែលវាជំរុះចេញបាទហ្នឹងចំណុចទី2ចំណុចទី3គឺជួយប្រឆាំងនឹងការរលាកឬក៏ស្បែកក្រហមស្បែកអាឡែស៊ីឬក៏ស្បែកស្ដើងស្បែកដែលយើងងាយប្រតិកម្មឬក៏យើងអាឡែស៊ីមួយអីផ្សេងបងប្អូនប្រឆាំងការរលាកនិងទប់ស្កាត់ការរលាកជាពិសេសបងប្អូនដែលប៉ះពាល់ផ្ទាល់ជាមួយនឹងកម្ដៅថ្ងៃយើងចំណាំថានៅពេលដែលត្រូវកម្ដៅថ្ងៃស្បែកយើងឡើងអុចឡើងខ្មៅឡើងកទួលឬក៏ឡើងបញ្ហាផ្សេងយើងអត់ដឹងថាមុនដំបូងវាមកពីការរលាកសិនទេដល់តែឃើញចេញស្នាមបានយើងដឹងថាដោយសារតែកម្ដៅថ្ងៃធ្វើឲ្យស្បែកយើងស្នាមតែពិតវាបង្កការរលាកមុនតែយើងអត់ដឹងឬក៏បញ្ហាផ្សេងច្រើនបងប្អូនដែលប្រឈមដូចគ្នាអញ្ចឹងដែលធ្វើឲ្យស្បែកយើងរលាកឬក៏អាឡែស៊ីតែយើងអត់ដឹងទេនៅពេលដែលយើងចេញស្នាមផ្សេងចេញស្នាមអុចស្នាមជាំស្នាមអុចស្នាមអាចរុយឬក៏ស្នាមអីផ្សេងឬក៏ស្បែកយើងឡើងក្រហមឡើងរោលឡើងអាឡែស៊ីហើយបានយើងដឹងថាវាអាឡែឬក៏ឡើងស្នាមបាត់ទៅហើយតាមពិតមជ្ឈដ្ឋានយើងផ្សេងឬក៏ការងារអីផ្សេងឬក៏កន្លែងដែលយើងរស់នៅវាបង្កឲ្យស្បែករបស់យើងនឹងវាលាកអញ្ចឹងទឹកមាត់ខ្យងជួយបងប្អូនដើម្បីកាត់បន្ថយការរលាកនឹងបានបាទហ្នឹងចំណុចទី3ចំណុចទី4នៅក្នុងទឹកមាត់ខ្យងជួយពន្យាភាពចាស់និងជួយកាត់បន្ថយស្នាមជ្រីងជ្រួញដោយសារតែក្នុងទឹកមាត់ខ្យងពេលដែលយើងប្រើវាជំរុញឲ្យស្បែករបស់យើងផលិត collagen និង elastin នៅពេលដែលមនុស្សយើងក្មេងឬក៏ចាស់ដោយសារតែ collagen ហ្នឹងឯងបងប្អូនឃើញស្បែកយើងជ្រីងជ្រួញជាធ្លាក់ឬក៏កោសិកាស្បែកចាស់ដោយសារតែការបាត់ collagen ឬក៏ elastin collagen ដែលធ្វើឲ្យស្បែកយើងអត់ជ្រួញស្បែកយើងតឹងណែនរលោងមានសំណើមឯ elastin វិញធ្វើឲ្យស្បែកយើងយឺតឬក៏រឹបតឹងណែនបាទអញ្ចឹងទាំងពីរនឹងជួយឲ្យស្បែករបស់យើងក្មេងជាងវ័យជួយឲ្យស្បែកយើងរឹបរលោងអត់ជ្រួញអត់យាធ្លាក់ក្នុងទឹកមាត់ខ្យងជួយបងប្អូនបានហើយនៅក្នុងនេះក៏មាន
ទាំងទឹកមាត់ខ្យងនិងរូបមន្តល្អផ្សេងទៀតបងប្អូនឧទាហរណ៍ថា Gojic acid នេះ Gojic acid ជួយបងប្អូនដើម្បីកុំឲ្យផលិតស្នាមអុចខ្មៅឬក៏ស្នាមជាំផ្សេងបងប្អូនចំណាំមើលនៅពេលដែលវ័យរៀងចាស់បន្តិចស្បែកតាមស្បែកដៃស្បែកជើងមកនៅស្បែកខ្លួនស្បែកអីមានស្នាមអុចខ្មៅដុំបងប្អូនអានឹងរាងកាយយើងផលិតសារជាតិពណ៌យកមកដាក់ទៅនឹងដោយសារតែវ័យរបស់យើងអញ្ចឹង Gojic acid នេះជួយឲ្យរាងកាយយើង balance ពណ៌ស្បែកមិនផលិត melanin ផ្ដេសផ្ដាស់យកមកដាក់លើស្បែកហើយជួយឲ្យស្បែករបស់យើងពណ៌ស្មើអត់មានថាមើលទៅដប់ទៅនេះសដប់ទៅនោះខ្មៅអីចឹងណាបាទ Gojic acid ជួយទៅនឹងបានច្រើនហើយខ្ញុំ recommend មែនទេអ្នកដែលអត់ទាន់មានស្នាមវ័យយើងចាប់ផ្ដើមរៀងចាស់បន្តិចគឺយើងគួរតែប្រើឲ្យហើយទៅបងប្អូនខ្ញុំ recommend ណានៅពេលដែលយើងប្រើរក្សាសំណើមយើងប្រើ Gojic acid នេះជួយឲ្យរាងកាយយើងវាអត់ផលិតមកដាក់នៅពេលផលិតមកដាក់ហើយក៏វាជួយកាត់បន្ថយដែរគាត់ថាការកាត់បន្ថយនេះវាមិនល្អដូចការដែលយើងការពារទេអញ្ចឹងយើងចាប់ផ្ដើមប្រើទៅដើម្បីរក្សាសំណើមផងជួយកាត់បន្ថយការលាកស៊ីផងជួយពន្យាភាពចាស់របស់យើងផងជួយបង្កើន collagen យើងផងជួយបង្កើនភាពយឺតនៃស្បែកយើងផងអា Gojic acid នឹងក៏ជួយឲ្យស្បែករបស់យើងកុំឲ្យផលិតស្នាមអីផ្ដេសផ្ដាស់យកមកដាក់ផងមកជួយបានច្រើនបងប្អូនដោយសាររូបមន្តនេះល្អច្រើនណាស់គាត់ថាចាំថ្ងៃក្រោយខ្ញុំលើករូបមន្ត 2-3 ផ្សេងទៀតដើម្បីឲ្យបងប្អូនបានដឹងបាទហើយតម្លៃអត់ថ្លៃទេបងប្អូនមួយដបនេះតម្លៃតែ$9ទេខ្ញុំប្រើខ្ទង់មួយខែបានអស់សេវាដឹក2រៀលយកមួយដបអត់ចំណេញទេអញ្ចឹងសុំសេវាដឹកណាហើយបើបងប្អូនយក2 18ខ្ញុំចុះ2រៀលគឺតែ16ទេហើយខ្ញុំព្រីដឹកជូនយក2ព្រីដឹក$16ទេហើយខ្ញុំ recommend បងប្អូនយក3 9 3 27ថ្ងៃនេះបងប្អូនទិញ3យើងថែមឲ្យ1 $27បងប្អូនបាន4ប្រើបានជាង4ខែបានអស់$27ហើយព្រីដឹកទៀតបងប្អូនយកចែកជាខែមួយខែអត់អស់$7ទេប្រើទៅខ្ញុំធានាល្អជូនបងប្អូនណា